งัดដាក់មកធីមលក្ខណៈគ្រួសារធំមកកាន់ខេត្តសៀមរាបពិតមិនមែនឃើញតែ share ស៊ីយូសៀមរាបប៉ុន្តែជាក់ស្ដែងគេអូ Facebook នៅផ្ទះទេហើយនេះគឺជាដំណើរកម្សាន្តលក្ខណៈជួបជុំគ្រួសារមិត្តភ័ក្តិបងប្អូនរបស់បងនៅខាងផ្សាររាត្រីទៅកាន់ទឹកដីខេត្តសៀមរាបរយៈពេល1យប់2ថ្ងៃដែលរៀបចំដោយក្រុមហ៊ុនទេសចរ We Love Tour and Travel និងសម្របសម្រួលដំណើរកម្សាន្តដោយនាងខ្ញុំទីដោយសប្ដងរាល់ពេលធ្វើដំណើរទៅកាន់គោលដៅទេសចរណាមួយមិនថាខេត្តណាទេគឺត្រូវធ្វើដំណើរចេញពីព្រឹកព្រលឹមម៉ោង5ហើយទីតាំងដែលយើងជួបជុំគ្នាឡើងឡាននោះគឺនៅក្រសាំងកាតិចពេទ្យកាឡាម៉ែតភ្ញៀវក៏ចាប់ផ្ដើមមកផ្ដើហើយម៉ោង5យើងក៏ចាប់ផ្ដើមវិលកង់តែម្ដងធ្វើដំណើរតាមផ្លូវជាតិលេខ6ហើយក៏ចូលពិសាអាហារពេលព្រឹកនៅស្គុនបន្ទាប់ពីពិសាអាហារពេលព្រឹកហើយក៏ឡើងឡានវិញនៅលើឡានក៏មានសកម្មភាពកម្សាន្តអារម្មណ៍សប្បាយដូចជាការរាំច្រៀងខារ៉ាអូខេចំណែកឯអ្នកនាំភ្ញៀវក៏មានតួនាទីក្នុងការនាំភ្ញៀវសប្បាយក៏ដូចជាអត្ថាធិប្បាយជូនដល់លោកពូអ្នកមីងបងឲ្យបានដឹងអំពីព័ត៌មាននៃដំណើរកម្សាន្តព្រមទាំងព័ត៌មានភូមិសាស្ត្រនៃតំបន់ទេសចរដែលត្រូវទៅនិយាយឲ្យចំដើរតាមធัวបានទាំងសប្បាយបានទាំងចំណេះដឹងហើយបណ្ដាលជាមួយទីគឺបានទាំងរូបថតស្អាតទុកជាអនុស្សាវរីយ៍ទៀតផងធ្វើដំណើរអស់រយៈពេល1ព្រឹកឥឡូវនេះក៏បានមកដល់ទីតាំងអាហារថ្ងៃត្រង់នៅខាងស្រុកគូលែនខេត្តព្រះវិហារពុកម៉ែបងប្អូនកំពុងតែមើលប្រកាសជាឆ្ងល់ហើយថាដំណើរកម្សាន្តទៅលេងខេត្តសៀមរាបទេប៉ុន្តែមិនបានធ្លាយបាយថ្ងៃត្រង់មកដល់ស្រុកគូលែនខេត្តព្រះវិហារវិញចាដោយសារតែដំណើរកម្សាន្តខេត្តសៀមរាបនេះគឺបូកបញ្ចូលជាមួយនឹងប្រាសាទកោះកេរនិងប្រាសាទបេមីលីហើយប្រាសាទកោះកេរស្ថិតនៅក្នុងស្រុកគូលែនខេត្តព្រះវិហារអញ្ចឹងមកដល់ទឹកដីកលែនសយ៉ងកោះកេរនេះចំម៉ោងបាយថ្ងៃត្រង់ល្មមហើយសម្រាប់រសជាតិម្ហូបអាហារនៅទីនេះវិញភ្ញៀវលើកមេដៃឲ្យគ្រប់គ្នាតែម្ដងម្ហូបអាហារបែបខ្មែររសជាតិវិញគឺឆ្ងាញ់ជាប់ឃើញវីដេអូនឹងហើយក៏នឹករសជាតិម្ហូបនៅសយ៉ងកោះកេរទៀតហើយពិសាអាហារថ្ងៃត្រង់ហើយមានកម្លាំងក៏ជូនលោកពូអ្នកមីងបងមកទស្សនាប្រាសាទកោះកេរហើយប្រាសាទកោះកេរនៅពេលដែលយើងមកដល់ចុះពីលើឡានអត់ទាន់ដល់ប្រាង្គប្រាសាទកោះកេរតែម្ដងទេគឺត្រូវឆ្លងកាត់ជាមួយនឹងប្រាសាទតូចមួយចំនួនសិនក៏លេចមកមើលលោកពូអ្នកមីងទោះបីជាពួកគាត់រៀងពិបាកដែរដោយសារតែពួកគាត់មានអាយុច្រើនប៉ុន្តែនៅតែតស៊ូក្នុងការទៅទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែរដែលជាកេរដំណែលរបស់ដូនតាហើយថ្ងៃដែលខ្ញុំនាំភ្ញៀវទៅនឹងចំថ្ងៃទី20ខែ6ឆ្នាំ2026ឃើញថាមានភ្ញៀវទេសចរទៅលេងច្រើនគ្រប់ធួខាង We Love Tour ផងទាំងភ្ញៀវក្រុមផ្សេងៗដែលពួកគាត់អញ្ជើញទៅពីភ្នំពេញនិងអ្នករស់នៅក្បែរតំបន់កោះកេរហ្នឹងឃើញពួកគាត់ទៅថតរូបលេងកម្សាន្តច្រើនឃើញភ្ញៀវទេសចរទៅលេងច្រើនអញ្ចឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនតើឥឡូវនេះបានចូលមកដល់ប្រាង្គប្រាសាទកោះកេរហើយបានឡើងមកដល់កំពូលប្រាសាទតែម្ដងមានលោកពូអ្នកមីងបងខ្លះពួកគាត់ក៏ឡើងមកដល់ហើយមានលោកពូអ្នកមីងបងខ្លះទៀតអត់ឡើងមកដល់ទេដោយសារតែកម្ពស់រៀងខ្ពស់ដែរកម្ពស់35ម៉ែត្រនិងមាន7ជាន់ថ្នាក់អញ្ចឹងសម្រាប់លោកពូអ្នកមីងបងដែលពួកគាត់ឈឺជើងគឺពិបាកក្នុងការឡើងបន្តិចបន្ទាប់ពីថតរូបនិងសម្រាប់នៅកោះកេរអស់មួយសន្ទុះធំឥឡូវនេះយើងទៅដល់កន្លែងមួយទៀតដែលជាទីតាំងប្រាសាទបុរាណរបស់ខ្មែរស្ថិតនៅក្នុងទឹកដីស្រុកស្វាយលើខេត្តសៀមរាបប្រាសាទនេះមានឈ្មោះពីរគឺប្រាសាទបេមីលាឬក៏ប្រាសាទបឹងមីលាហើយចូលមកដល់គឺទេសភាពស្អាតមែនទែនជាពិសេសនៅរដូវវស្សាបែបនេះមួយថ្ងៃនឹងដើរបានពីប្រាសាទធំឥឡូវនេះគឺកាត់ចូលមកដល់វគ្គអាហារពេលល្ងាចតែម្ដងទីតាំងអាហារពេលល្ងាចគឺនៅក្នុងសន្តាគារការរៀបចំអាហារពេលល្ងាចនេះគឺខាងក្រុមហ៊ុនធួជាអ្នករៀបចំជូនទៀតហើយអញ្ចឹងហើយម្ហូបអាហារគឺបបោហូហៀហើយភ្ញៀវក៏សរសើរដែរថាម្ហូបអាហារឆ្ងាញ់ហើយពួកគាត់ពិសាបានគ្រប់គ្រាន់មិនមានការខ្វះខាតអីទេអាហារពេលល្ងាចក៏មានកម្មវិធីកម្សាន្តអារម្មណ៍ដែរពុកម៉ែបងប្អូនមិនមែនពិសាអាហារហើយឡើងទៅគេងទេណាគឺយើងនៅមានកម្មវិធីសប្បាយជាច្រើនសបាយនៅសន្តាគារសុកស្រាប់តែបែកធ្លាយវីដេអូនៅ Pub Street គ្រាន់តែមកដល់ Pub Street ភ្លាមឬភ្លេងហើយគឺញ័រជើងតែម្ដងប៉ុន្តែមិនញ័រជើងចង់រមទេណាញ័រជើងចង់ទៅម៉ាស្សាជើងអញ្ចឹងហើយអត់មានឃើញវីដេអូរំរែកនៅក្នុងក្លឹបអីទេពុកម៉ែបងប្អូនគឺខ្ញុំទៅម៉ាស្សាជើង1ម៉ោងហើយក៏ត្រឡប់មកដើរវិញដើរអស់មកស្ទុះធំហើយក៏ត្រឡប់ទៅអូតែលដើម្បីគេងយកកម្លាំងធ្វើការងារបន្តនៅថ្ងៃស្អែកទៀតកាត់ចូលមកដល់ថ្ងៃទី2បន្ទាប់ពីអាហារពេលព្រឹក check out ចេញពីអូតែលហើយក៏នាំភ្ញៀវមកដល់ភូមិព្រះដាក់ដើម្បីមកទិញអាកោត្នោតមកដល់នេះគឺភ្ញៀវវិចខ្ចប់ម្នាក់ 3-4 ប្រអប់តែម្ដងចំណែកអ្នកនាំភ្ញៀវក៏បានមកប្រអប់2ប្រអប់ដែរដើម្បីញ៉ាំឲ្យមានកម្លាំងបន្តការងារនៅថ្ងៃទី2នឹងទៀតចេញពីភូមិព្រះដាក់ក៏មាន Rolls Royce Lamborghini version កង់3មកទទួលភ្ញៀវពីឡាន45កៅអីដើម្បីជិះទស្សនាប្រាសាទមួយចំនួននៅពេលដែលរមាក់កង់3បើកបន្តកតុយហូហែគ្នាអញ្ចឹងឃើញស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនដែលមកលេងខេត្តសៀមរាបមកដល់ហើយអាចជិះកង់3ដើម្បីកម្សាន្តអារម្មណ៍បានដល់ទស្សនាទៅកាន់វងតូចវងធំឬក៏ជិះលេងនៅក្នុងខេត្តសៀមរាបក៏បានដែរទទួលបានខ្យល់អាកាសបរិសុទ្ធហើយ
ហើយយើងមើលទេសភាពបានពេញភ្នែកទៀតសម្រាប់ការជិះកង់3ដើរលេងនេះគឺយើងមានពេលវេលាមួយព្រឹកអញ្ចឹងហើយខាងបងកង់3គាត់ក៏បានជូនភ្ញៀវកិត្តិយសរបស់យើងទៅដល់ប្រាសាទនៅក្នុងវងតូចមួយចំនួនដូចជាប្រាសាទតាព្រំប្រាសាទអង្គរវត្តប្រាសាទបាយ័នខ្លងទ្វារទលេអ៊ំខ្លងទ្វារជ័យក្រោយពីហ្នឹងភ្ញៀវកិត្តិយសរបស់យើងក៏អាចប្រាប់ខាងបងកង់3ឲ្យពួកគាត់ជូនទៅប្រាសាទផ្សេងៗទៀតនៅក្នុងវងតូចបានផងចំណាយពេលវេលាមួយព្រឹកធំនៅវងតូចបន្ទាប់មកក៏ធ្វើដំណើរឆ្ពោះទៅពិសាអាហារថ្ងៃត្រង់នៅសួនទឹក Happy Slide នៅជិតសួនផ្កាអង្គរ Wonder Garden អាហារថ្ងៃត្រង់ហើយភ្ញៀវអាចសម្រាកលេងទឹកលេងស្លាយហើយបន្ទាប់មកទៅបន្តដំណើរទៅសួនផ្កាអង្គរ Wonder Garden ថតរូបលេងកម្សាន្តហើយចប់កម្មវិធីត្រឡប់មកភ្នំពេញអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នានៅដំណើរកម្សាន្តបន្តទៀតជម្រាបលា